แต่รูปกายนี่ត្រូវការផ្ទះជាជំរកកុំឲ្យត្រូវថ្ងៃត្រូវភ្លៀងពោះសัตว์ក្អែបតិចអីចឹងទៅប៉ុន្តែចិត្តរបស់យើងនោះក៏ត្រូវការជំរកដែរបើអត់មានជំរកវិញក្តៅក្រហាយមួម៉ៅវិលវល់ស្មុគស្មាញណាតែស្អីគេជំរករបស់ចិត្តយើងធ្លាប់ដឹងមកថាព្រំវិហារធម៌ពាក្យថាព្រំវិហារធម៌មានន័យថាធម៌ជាជំរកដ៏ប្រសើររបស់ចិត្តមាន4យ៉ាងមានមេត្តាគឺសេចក្តីស្រឡាញ់ដល់ខ្លួនឯងប្រាថ្នាសូមឲ្យខ្លួនឯងបានសុខហើយនឹងប្រាថ្នាសូមឲ្យសពសត្វទាំងអស់បានសេចក្តីសុខចិត្តហ្នឹងវាតិចខ្លួនយើងខ្លាយទៅជាមនុស្សទឹកមនុស្សទឹកវាតិចខ្លួនឯងហើយអ្នកណាមកអាស្រ័យទឹកហ្នឹងក៏បានតិចដែរអញ្ចឹងយើងអត់មានក្តៅក្រហាយមូម៉ៅទេរឿងណាក្តៅវាទៅជាតិចទៅវិញដោយសារយើងជាមនុស្សទឹកអត់មានប្រឆេះថែមទេអាហ្នឹងមួយជាជំរកមួយតិចក្នុងចិត្តអត់មានកំហឹងមួម៉ៅក្តៅក្រហាយអីណាទេអត់ទេទី2គឺថាករណាយើងទី1យើងផ្ដល់សេចក្តីស្រឡាញ់ឲ្យគេហើយដល់ទី2បើគេមានទុក្ខយើងជួយសង្គ្រោះអ្នកនឹងឲ្យបានរួចផុតពីទុក្ខមកមានចិត្តនឹងទោទនមិនចង់ឲ្យមនុស្សមិនចង់ឲ្យសត្វនឹងមានទុក្ខទេហើយបើមានយើងប្រឹងជួយទៅទៀតផងមិនកំណាញ់តែម្នាក់ឯងទេទី3ហៅថាមុទិតាមានន័យថាត្រេកអរសប្បាយឃើញគេបានជោគជ័យឃើញគេបានរួចពីទុក្ខនឹងមកដូចជាម៉ែឪបានព្យាបាលកូនឲ្យជាពីជំងឺអញ្ចឹងម៉ែសប្បាយចិត្តមែនតើអត់មានចំណែននឹងកូនយ៉ាងណាយើងឃើញអ្នកដតីបានជោគជ័យបានសុខបានចម្រើនយើងអត់ចំណែនគេទេមានតែសប្បាយហើយមិនត្រឹមតែសប្បាយទៅអបអរសាទរសូមសរសើរពិតជាប្រកែមែនហើយយើងក៏វាតិចអ្នកដែលទទួលបានជោគជ័យនេះក៏បានសប្បាយជាមួយនឹងការរីករាយរបស់យើងដែរហើយទី3ទី4គឺឧបេក្ខាមានន័យថាចិត្តជាកដាលក្នុងន័យនេះមិនមែនគ្រាន់តែម៉ែឪស្រឡាញ់កូនឲ្យស្មើគ្នាប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេពាក្យថាចិត្តជាកដាលមានន័យថាក្នុងជីវិតហ្នឹងវាមានរឿងខ្លះល្អរឿងខ្លះមិនល្អពេលខ្លះសរសើរពេលខ្លះនន្ទាពេលខ្លះបានសុខពេលខ្លះបានទុក្ខអញ្ចឹងត្រូវហ៊ានទទួលទាំងសងខាងទើបវាមិនកើតទុក្ខខ្លាំងបើយើងចង់បានតែល្អហើយពេលមិនល្អកើតឡើងមួម៉ៅក្តៅក្រហាយខ្លាំងមែនតើហើយជីវិតវាមិនអាចបានល្អរហូតតែវាមានរឿងដែលមិនពេញចិត្តអញ្ចឹងតើតែមានជំរកទាំង4ផ្ទាំងហ្នឹងចិត្តរបស់យើងហ្នឹងតិចមានមេត្តាសេចក្តីស្រឡាញ់តិចខាងក្នុងតិចទាំងស្រឡាញ់ទាំងខ្លួនឯងស្រឡាញ់ទាំងអ្នកដទៃទី2ករណាបើគេមានទុក្ខជួយសង្គ្រោះគេទី3មុទិតាបើយើងជួយសង្គ្រោះគេហើយគេបានសុខយើងសប្បាយជាមួយទី4ឧបេក្ខាយើងបើឧទាហរណ៍ថាអ្នកដែលយើងជួយហ្នឹងរមិលគុណមិនដែលបាននិយាយអរគុណអីយើងមួយម៉ាត់ក៏យើងហ៊ានទទួលដែរចិត្តជាកដាលហើយរឿងរ៉ាវកើតឡើងក្នុងជីវិតហ្នឹងល្អក្តីមិនល្អក្តីយើងហ៊ានទទួលទៅយើងមិនសូវកើតទុក្ខទេចិត្តហ្នឹងទៅជាអនុមោទនា